មអាណិតខំជួលឲ្យធ្វើការជំរាបផ្ទះធ្វើម្ហូបមកធ្វើការទៅតែបាត់មួយថ្ងៃបន្លំលួចគ្រឿងអលង្ការរបស់គេដែលជារបស់ brand សរុបជាទឹកប្រាក់ជិត$20,000អាមេរិកnói phần năm ta ở đây cho tay lớn nhỉកម្លាំងការិយាល័យប្រមូលកម្រិតស្រាលសហការជាមួយនឹងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅស្រាវជ្រាវបង្ក្រាបករណីលួចក្រោយម្ចាស់ផ្ទះអាណិតខំជួលមេផ្ទះឲ្យមកធ្វើម្ហូបទើបតែធ្វើការបានមួយថ្ងៃប៉ុណ្ណោះបែរជាមានកំណត់លួចយកទ្រព្យសម្បត្តិរបស់គេដែលជារបស់ brand សរុបជាទឹកប្រាក់ជិត$20,000ឯណោះសមត្ថកិច្ចបានដឹងថាករណីនេះកើតឡើងនៅថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង9យប់ចំណុចផ្ទះលេខ19ផ្លូវ11ឃុំស្វាយតាអុកសកាត់វាស្បឹកខណ្ឌច្បារអំពៅរាជធានីភ្នំពេញជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះឡុសអៃសាភេទស្រីអាយុ38ឆ្នាំត្រូវបានឃាត់ខ្លួននៅវេលាម៉ោង5:20នាទីល្ងាចថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025ចំណុចបន្ទប់ជួលផ្លូវវត្តចាស់ភូមិ2សកាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វារាជធានីភ្នំពេញចំណែកជនរងគ្រោះភេទស្រីអាយុ27ឆ្នាំជាជនជាតិចិនបច្ចុប្បន្នជនសង្ស័យនៅវត្ថុតាំងត្រូវបានការិយាល័យជំនាញកំពូលកសាងសំរឿនចាត់ការបន្តទៅតាមនីតិវិធីច្បាប់សម្រាប់ព័ត៌មានបន្ថែមយើងនឹងធ្វើការអាប់ដេតជូនបន្តទៀតនាងខ្ញុំអែលស្រីនុចពីកម្មវិធី TVFB ព័ត៌មានខមអាណិតខំជួលឲ្យធ្វើការជំរាបផ្ទះធ្វើម្ហូបមកធ្វើការទៅតែបាត់មួយថ្ងៃបន្លំលួចគ្រឿងអលង្ការរបស់គេដែលជារបស់ brand សរុបជាទឹកប្រាក់ជិត$20,000អាមេរិកnói phần năm ta ở đây cho tay lớn nhỉ
កម្លាំងការិយាល័យប្រមូលកម្រិតស្រាលសហការជាមួយនឹងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅស្រាវជ្រាវបង្ក្រាបករណីលួចក្រោយម្ចាស់ផ្ទះអាណិតខំជួលមេផ្ទះឲ្យមកធ្វើម្ហូបទើបតែធ្វើការបានមួយថ្ងៃប៉ុណ្ណោះបែរជាមានកំណត់លួចយកទ្រព្យសម្បត្តិរបស់គេដែលជារបស់ brand សរុបជាទឹកប្រាក់ជិត$70000ឯណោះសមត្ថកិច្ចបានឲ្យដឹងថាករណីនេះកើតឡើងនៅថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង9យប់ចំណុចផ្ទះលេខ19ផ្លូវ11ឃុំស្វាយតាអុកសកាត់វាស្បឹកខណ្ឌច្បារអំពៅរាជធានីភ្នំពេញជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះលុះអៃសាភេទស្រីអាយុ38ឆ្នាំត្រូវបានឃាត់ខ្លួននៅវេលាម៉ោង5:20នាទីល្ងាចថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025ចំណុចបន្ទប់ជួលផ្លូវវត្តចាស់ភូមិ2សកាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វារាជធានីភ្នំពេញចំណែកជនរងគ្រោះភេទស្រីអាយុ27ឆ្នាំជាជនជាតិចិនបច្ចុប្បន្នជនសង្ស័យនៅវត្ថុតាងត្រូវបានការិយាល័យជំនាញកំពូលកសាងសង្រឹងចាត់ការបន្តទៅតាមនីតិវិធីច្បាប់សម្រាប់ព័ត៌មានបន្ថែមយើងនឹងធ្វើការអាប់ដេតជូនបន្តទៀតនាងខ្ញុំអែលស្រីណុចពីកម្មវិធី TVFB ព័ត៌មាន